បាទសួស្តីបងប្អូនអញ្ចឹងឥឡូវវីដេអូនេះខ្ញុំនិយាយអំពីយើងចង់ផ្លាស់ប្ដូរឈ្មោះឬក៏ email របស់ profile របស់យើងនៅក្នុង website Vidvid នេះបាទអញ្ចឹងជំហានដំបូងខ្ញុំ log in ចូល profile ណាមួយសិនបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំចូល profile បើនេះបាទអញ្ចឹងខ្ញុំចង់ផ្លាស់ប្ដូរឈ្មោះខ្លះនៅក្នុង setting profile របស់ខ្ញុំបាទអញ្ចឹងខ្ញុំចូលនៅក្នុង profile សិនមកបាទហើយខ្ញុំចុចនៅលើ icon សញ្ញា setting នេះបាទអញ្ចឹងខ្ញុំចុចលើវាមកបាទអញ្ចឹងវានឹងចូលកន្លែង account manager បាទអញ្ចឹងឈ្មោះខ្ញុំអូខេនឹងឈ្មោះនឹងហើយបាទតែខ្ញុំចង់ដូរ email បាទខ្ញុំចង់ដាក់ email ដូរអក្សរ email បែបនេះបាទអូខេអញ្ចឹងយើងអាចផ្លាស់ប្ដូរឈ្មោះឬក៏លេខទូរស័ព្ទឬក៏ email address បានទាំងអស់បាទតមកវាទាមទារយើងវាយ password បាទអញ្ចឹង password របស់ account នឹងសិនបាទយើងអាច update បានអញ្ចឹងខ្ញុំវាយ password វាបាទអញ្ចឹងខ្ញុំវាយ password ហើយតែហើយយើងត្រូវ confirm password មកកន្លែងទៀតឲ្យដូចគ្នាមួយ password ចាស់បាទអូខេបើយើងវាយអត់ទៅទេគឺវាអត់ឲ្យយើង update ទេបាទមកយើងវាយ password ខុសដូចគ្នាអញ្ចឹង2ដងគឺត្រូវវាយ password ដូចគ្នាបាទអញ្ចឹងវាចេញប៊ូតុង update account ហើយបាទអូខេអញ្ចឹងខ្ញុំបាន update email របស់ខ្ញុំរួចហើយបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទជួបគ្នានៅវីដេអូផ្សេងៗទៀត